Chào chú bị sơ bóng ổn các khí cha ngàyនេះនាងខ្ញុំបានចែកជូនវីដេអូដល់បងប្អូនសាជាថ្មីម្ដងទៀតដោយពំនាំមកជាមួយនៅអាហារសម្រន់មួយយ៉ាងទៀតដែលជាជនខ្មែរយើងគាត់ពេញនិយមខ្លាំងហើយក៏មានតម្លៃធូរថ្លៃដែរបងប្អូនចា៎នេះគឺខ្ចៅស្ងោរនេះខ្ញុំយកជាប្រភេទខ្ចៅដូងវាមានច្រើនប្រភេទបងប្អូនប៉ុន្តែខ្ចៅប្រភេទនេះតិចប៉ុន្តែឆ្ងាញ់ហើយវាអត់មានកូនទេបាក់មកធ្វើទៀតខ្ញុំមិនដឹងថាគេហៅឈ្មោះខ្ចៅអីគេវាធំណាប៉ុន្តែមានតែកូនទេបងប្អូនញ៉ាំបានតែក្បាលវាឯងហើយខ្ចៅនេះមិននិយាយទៅវាអត់សបោទេដោយខែហើយឆ្ងាញ់ខ្ចៅគេហៅខ្ចៅដូងខ្ចៅនេះតិចតែឆ្ងាញ់សិតតែសាច់ទៅម្ដងរហូតដល់គូវាចាហើយធ្វើថ្លៃទេបងប្អូនខ្ញុំទិញតែមួយកំប៉ុង3000ទេហើយយើងយកមកធ្វើទឹកជ្រលក់ខ្លួនឯងទៅជាធម្មតាគេឲ្យទឹកជ្រលក់ប៉ុន្តែវាអត់សូវឆ្ងាញ់ទេដល់ពេលអញ្ចឹងយើងយកមកថែមថយគ្រឿងខ្លួនឯងអញ្ចឹងហើយខ្ចៅស្ងោរនេះផងដែរបើសិនជាបងប្អូនបុកវាជាមួយនឹងទឹកក្រិចជាមួយនឹងកាសាំងហើយដំខ្ទឹមសតិចនឹងតែឆ្ងាញ់ទៅដោយសារខែនេះវាផុតទៅដល់កាសាំងបងប្អូនដល់ពេលអញ្ចឹងមានតែធ្វើត្រីបុកធម្មតាលក្ខណៈត្រីកោះកុំហ្នឹងតែយកអត់យកផ្អែមទេយើងយកវាយើងជូរបន្តិចដោយវាត្រូវជាមួយនៅប្រភេទខ្ចៅនេះណាបងប្អូនចាអញ្ចឹងនេះសូមអញ្ជើញបងប្អូនចូលរួមទស្សនាញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាចានេះឃើញទេបងប្អូននេះយើងយកមកអស់ចឹងហើយវាអត់មានវាអត់មានកូនទេតែបើសិនជាមានខ្ចៅមួយប្រភេទទៀតយកមកចុះបងប្អូនអាចញ៉ាំបានតែក្បាលវាដោយសារអីតាំងពីនេះរហូតមកដល់នេះតែម្ដងគឺសុទ្ធតែកូនហ្មងចឹងញ៉ាំបែបបានទៅធំមែនតែចាញ់ប្រភេទខ្ចៅនេះឆ្ងាញ់ជាងចាអញ្ចឹងជ័យវិសាទាំងអស់គ្នាបងប្អូននេះជ្រលក់មួយទឹកត្រីកោះកុងយើងចាំមកឆ្ងាញ់ណាអាហារសម្រន់នេះញ៉ាំជក់មាត់បងប្អូនដោយសារតែវាសម្បូរកាល់ស្យូមលក្ខណៈធម្មជាតិហ្មងណាតែខ្ចៅឥឡូវវាមិនធម្មជាតិទាំងអស់ហើយវាកម្របានធម្មជាតិទេបងប្អូនដោយសារវាចិញ្ចឹមហើយបើសិនជាធម្មជាតិអត់អាចគ្រប់គ្រងទីផ្សារបានទេបងប្អូនឆ្ងាញ់ទេបងប្អូនទូចមកមិនអាចសាច់ឡើងណានអត់មានកូនទេញ៉ាំជក់មាត់ណាបើយើងញ៉ាំមានគ្នាតែឆ្ងាញ់ញ៉ាំមានគ្នាយើងនិយាយពីនេះពីនោះអីចឹងណាតែកុំស៊ីត្រាវញ៉ាំជក់មាត់ហ្មងមកកំប៉ុងញ៉ាំបានផ្លែទេបងប្អូនទិញវាយកមកស្ងោរខ្លួនឯងណាទិញឆៅយកមកបងប្អូនត្រាំជាមួយនឹងទឹកអង្គយើងសិនដើម្បីវាក្អែដីចេញអស់ណាព្រោះបើអត់ត្រាំទេនេះវាដីនេះវាដីនៅមាត់ហ្នឹងដោយសារនេះវាជាប្រភេទទឹកសាបប៉ុន្តែវាចៅខ្លះវានៅដីផុកនៅអីចឹងណាតែវាច្រើនចៅអស់នេះវារៀងដូចតែគេហៅដីបាតទលេមិនបងប្អូនខ្សាច់វាដីល្បាប់ណាចឹងលើយកមកត្រាំទឹកអង្គឲ្យហាំម្ទេសដាក់ទៀតដើម្បីវាក្អែដីចេញលឿនត្រាំតាមមកផឹកចឹងទៅនិយាយឡើងចាំមានស្ងោរអីចឹងណាខ្សាច់វាក្អែដីចេញអស់ហើយពេលដែលបងប្អូនស្ងោរជាមួយនឹងគល់ក្រីហើយនឹងស្លឹកក្រូចឲ្យវាឈ្ងុយបងបើឡែមតិចទៅឈ្ងុយទេខ្ញុំដាក់ទឹកច្រើនពេកបងប្អូនដាក់តែ1 ម្លិចខ្ចៅអានេះគល់ក្រីនេះយើងហាន់ប៉ុណ្ណឹងមកបើធំពេកហាន់ឲ្យយើងដំវាបន្តិចណាដើម្បីវាចេញជាតិឈ្ងុយហ្មងស្ងោរតែមកពុះហើយយើងជាត់ទឹកវាចេញណាបងប្អូនជាត់ទឹកវាចេញហើយយើងផ្ងំបាយអញ្ចឹងណាមើលទៅតាមកល្មមនេះឆ្អិនហើយពេលស្ងោរយើងដាក់ម្ទេសបន្តិចទៅដាក់រសជាតិវាមើលទៅមកល្មមឆ្ងាញ់ដាក់អំបិលប្រៃឡំញ៉ាំជក់មាត់ណាបងប្អូនទៅមិនដឹងសាច់វាមិនណែនហ្មងខ្ចៅនឹងពេញនិយមជាងគេហើយឃើញបងប្អូនទៅកន្លែងណាក៏មានលក់ដែរជាពិសេសនៅម្ដុំមាត់ទន្លេនៅម្ដុំអីហ្នឹងណាអ្វីដែលសំខាន់គេលក់តាមអាទិសហ្មងគេលក់ខ្ចៅពេញនិយមខ្លាំងក្នុងស្រុកខ្មែរយើងហើយបើថាខែដែលសបោហ្មងណាមកកំប៉ុងត្រឹមតែ2000 3000ទេខែនេះវាសបោមិនដល់សំខាន់ខែខ្សត់ណាអត់ឡើងដល់4000នឹងខែដែលវាខ្សត់ខ្ចៅហ្មង
ta lâu về vậy so tới bom ôn rồi sao tại trình trăm địa bàn không rõ tinh bán hoa chiết á ta bảo tha tập xa dù miên một đòn nó hoa chiết ta bảo tha cái lạnh cái đây tha cái bọt đông trao tròn liệt á thì sợ để tinh bán nên ta bảo bom ôn tôi là trình địa mà động khai cái lá đó ta sẽ ăn tới nó khi cái lượng nó tam lâu nó ai thòm chiên sờn chiên tại cái hồ bán nó mong ổn miếng cho miếng sao đi chân tân thấy không con nghiệt không chăng ha nhâm thử coca đưaกับ Pepsi บันเถิงเป็นตานี่จะสักกาแฟnhâm tăng prek nọ tao ăn nhâm từ để sau tôi lục vội hơn mình bao này máu lục vội luôn mộng để trong cà phê mà cay nó sao tao mình chân lợn nó vô mình nhâm được sao bán được nhiều để sao mấy cái đại cho tới nhâm ấy được chạy chân chành chào con chào bao bọn này nè đại ban chơi room tới snappy video bọn này nhóm hay về cái nên nhóm mình lên cho cả hai sản phẩm đại chơi chân thoại trong pin dụng chạy ở chạy chun cái bom ở cái snappy và tọt cái chạy chào con chào sắp ông bật tiền to là bom ở này chạy chụp điệp đi